សម្រាប់បងប្អូនដែលយក SIM card ទៅផ្ទៀងផ្ទាត់ជាមួយនឹងកម្មវិធី Digi Super App ចេញមកបែបនេះបានន័យថា SIM របស់យើងគឺអត់ជោគជ័យទេបានន័យថាបរាជ័យហើយអញ្ចឹងដើម្បីបញ្ជាក់ឲ្យច្បាស់ថា SIM របស់យើងនឹងបានភ្ជាប់ជាមួយតាក់ញៀនបានអត់ឬមួយក៏ SIM របស់យើងនឹងភ្ជាប់ជាមួយនឹងតាក់ញៀនបានគេផ្សេងដើម្បីបញ្ជាក់ឲ្យច្បាស់យើងធ្វើការចូលទៅក្នុងកន្លែងយើងចូលលុយទូរស័ព្ទរបស់យើងកន្លែងដែលយើងវាយលេខទូរស័ព្ទដើម្បីតេហ្នឹងបងប្អូនអ្នកគ្នាយើងធ្វើការចូលទៅអូខេបន្ទាប់ពីយើងធ្វើការចូលយើងវាយពាក្យលេខ4ខ្ទង់មកផ្កាយ1202ត្រង់ជោគដើម្បីបញ្ជូនទៅឲ្យក្រុមហ៊ុន97ហ្នឹងផ្ញើសារមកឲ្យយើងទៅបងប្អូនអ្នកគ្នាបន្ទាប់ពីយើងធ្វើការរងចាំដើម្បីឲ្យក្រុមហ៊ុនផ្ញើសារមកយើងដើម្បីយើងពិនិត្យឈ្មោះថា SIM របស់យើងហ្នឹងបានភ្ជាប់ជាមួយតាក់ញៀនបានហើយឬនៅឬមួយក៏នៅទេឬមួយក៏ SIM របស់យើងនឹងទៅភ្ជាប់ជាមួយតាក់ញៀនបានគេផ្សេងហើយអញ្ចឹងបងប្អូនអ្នកគ្នាបាទបើសិនជាវាអត់ load ឲ្យទេបានន័យថា SIM របស់យើងមានបញ្ហាហើយតែបើសិនជា load ឲ្យយើងធ្វើការពិនិត្យឈ្មោះដែលគេផ្ញើសារឲ្យហ្នឹងគឺជាឈ្មោះតាក់ញៀនបានរបស់យើងហើយនឹងលេខកូដតាក់ញៀនបានរបស់យើងបើសិនជាយើងទៀងទាត់ទៅពិតជាត្រឹមត្រូវជាមួយនឹង SIM របស់យើងតាក់ញៀនបានរបស់យើងហើយបានន័យថាយើងបានផ្ទៀងផ្ទាត់ជាមួយតាក់ញៀនបានហើយអញ្ចឹងយើងបាច់បារម្ភទេប៉ុន្តែបើសិនជាអត់ load មកបែបឈ្មោះយើងទេបែរជាឈ្មោះគេឬមួយក៏តាក់ញៀនបានគេផ្សេងអញ្ចឹងបានន័យថាហានិភ័យមែនតើអញ្ចឹងបងប្អូនកុំបារម្ភខ្ញុំមានវិធីអញ្ចឹងសម្រាប់បងប្អូនដែលប្រើ97 Share ឬមួយក៏ Smart អីបងប្អូនអាច search នៅតាម Google Maps ដើម្បីរកសាខានៅជិតយើងហ្នឹងដើម្បីយើងទៅយក SIM ហ្នឹងទៅដើម្បីឲ្យក្រុមហ៊ុនគេហ្នឹងគេដោះស្រាយយើងបងប្អូនអរគ្នាគេធ្វើការដកSIM របស់យើងហ្នឹងទៅដាក់ជាមួយតាក់ញៀនបានរបស់យើងអញ្ចឹងទៅបងប្អូនអរគ្នាគេផ្ទៀងផ្ទាត់ឲ្យយើងអញ្ចឹងទៅបាទអញ្ចឹងបើសិនជាបងប្អូនប្រើ97អីបងប្អូន search តាម Google ហ្នឹងទៅដើម្បីរក smartphone ឬមួយក៏97 Share card អញ្ចឹងទៅបងប្អូនអរគ្នាដើម្បីរកនៅចិត្តហ្នឹងយើងទៅផ្ទៀងផ្ទាត់ហ្នឹងបងប្អូនអរគ្នាកុំឲ្យទុកយូរកុំឲ្យមានបញ្ហាថ្ងៃមុខបងប្អូនអរគ្នានៅពេលដែលយើងទុកយូរអត់ខ្វាយខ្វល់ថ្ងៃណាមួយយើងនឹងមានបញ្ហាដល់ធនាគាររបស់យើងអាចនឹងបិទធនាគារឬមួយក៏គេបិទលេខទូរស័ព្ទរបស់យើងអញ្ចឹងទៅឬមួយក៏គេយកឈ្មោះយើងនឹងដើម្បីទៅបោកប្រាស់អ្នកដទៃយើងទៅធ្វើការឲ្យយើងមានបញ្ហាជាប់ទោសឲ្យយើងទៅបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូមួយនេះក៏ឈានទៅដល់ទីបញ្ចប់ដែរកុំភ្លេចជួយ like Subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាប់ឡូតវីដេអូបន្តទៀតអរគុណច្រើន